ngày cày tới là về ngày đi dân hát dân đâm pi cùng họ dân đâm pi cùng đường mình đến dân cam đến dân cam đến dân sầm mặt thiệt nhom ai buồn lồng hạt ស្ថានភាពទៀតអាកាសសូមគោរពជូនដំណឹងអំពីស្ថានភាពទៀតអាកាសនៅប្រជាជាតិកម្ពុជាសម្រាប់ថ្ងៃទី10ខែមិថុនាឆ្នាំ2020ជនរងគ្រោះដែលលងទឹកដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចចឹងតែចុងនេះគឺបានទឹកឡើងបានយើងត្រូវត្រៀមរងគ្រោះការទឹកឡើងនេះចឹងទី1គឺចាប់ផ្ដើមចេញពីការផ្សព្វផ្សាយព័ត៌មានពីខាងឧតុនិយមលោកស្រីអាបារងស្រុកកងកម្លាំងទៅការគ្រប់គ្រងគ្រោះអន្តរាយបានក៏ហៅគ្នាប្រជុំដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាពលរដ្ឋទៅការត្រៀមបំរុងទុកការគ្រប់គ្រងគ្រោះអន្តរាយសូមអញ្ជើញលោកពូចូលរួមម៉ោង2 រសៀលនៅសាលាឃុំតាឡាលោកពូហើយបន្ទាប់ពីធ្វើការផ្សព្វផ្សាយនៅស្រុករួចស្រុកក៏បានអបព័ត៌មានទៅឲ្យខាងឃុំហើយរដ្ឋបាលឃុំក៏គាត់បានកោះហៅគ្នាដើម្បីធ្វើការប្រជុំប្រជុំរៀបចំផែនការចុះផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពចំពោះទឹកដែលទទួលបានពីខាងប្រយមនឹងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋបាទក្រៅពីនឹងទៀតខាងរដ្ឋបាលឃុំរួមទាំងផលិតផលដែលមានតួនាទីទៅតាមសមាជិករៀងៗខ្លួនបន្ទាប់ពីធ្វើការប្រជុំបែងចែកតួនាទីរៀបចំផែនការរួចរាល់ក៏បាននឹងរៀបចុះអនុវត្តសកម្មភាពបាទអញ្ចឹងលំហាត់ទី1នេះគឺការជួយសង្គ្រោះជនរងគ្រោះដោយលិចទឹកបាទលិចដោយលង់ទឹកបាទលងទឹកមានន័យថាគាត់បើកទូកឬក៏ទឹកចំនួនមកធ្វើឲ្យគាត់លងទឹកមកអញ្ចឹងការចោះជួយសង្គ្រោះនេះគឺអនុវត្តជាក់ស្ដែងដោយអ្នកដែលសម្ដែងធ្វើលងទឹកហ្នឹងគឺលងទឹកនៅកណ្ដាលទន្លេហើយក្រុមជួយសង្គ្រោះគឺបានទៅជួយជាក់ស្ដែងគឺទាន់ពេលវេលាបាទហើយបន្ទាប់ពីការជួយសង្គ្រោះនេះមកដល់លើគោកគឺគេមើលតាមស្ថានភាពជាក់ស្ដែងនៃជនរងគ្រោះតើជនរងគ្រោះហ្នឹងមានស្ថានភាពធ្ងន់ឬក៏ស្រាលតែអាចបញ្ជូនមកដោយម៉ូតូឬក៏ឡានពីប្រជាពលរដ្ឋនៅទីនោះជាក់ស្ដែងឬក៏ត្រូវការឡានពេទ្យជាជំនួយទៅជួយសង្គ្រោះបាទអញ្ចឹងនៅក្នុងលំហាត់នេះដែរគឺបានអនុវត្តដោយមានជនរងគ្រោះធ្ងន់ហើយនឹងស្រាលដូច្នេះហៅឡានពេទ្យទៅជួយដឹកពីកន្លែងដែលលិចទឹកមកនឹងជាក់ស្ដែងហើយបន្តពីដឹកមកពីកន្លែងតំបន់ដែលលិចទឹកជាក់ស្ដែងគឺដឹកយកមកជួយសង្គ្រោះបឋមនៅកន្លែងទីទួលមានសុវត្ថិភាពដែលមានមណ្ឌលសុខភាពបានបន្តមកនៅក្នុងការជួយសង្គ្រោះនេះគឺដឹកយកមកដល់កន្លែងដែលសុខភាពហើយគឺអនុវត្តសង្គ្រោះជាក់ស្ដែងដោយធ្វើការសង្គ្រោះបឋមដោយធ្វើការដាក់សរោមដើម្បីផ្ដល់កម្លាំងដល់ជនរងគ្រោះផងដែរនេះគឺជាការអនុវត្តជាក់ស្ដែងនៅក្នុងការជួយសង្គ្រោះជនដែលលងទឹកបាទដោយក្រុមគ្រូពេទ្យដែលបានសហការជាមួយនឹងក្រុមគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ភូមិហើយនិងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុកថ្នាក់ឃុំហើយលើសពីនេះដែរគឺខាងក្រុមគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ឃុំបានរាយការណ៍ទៅដល់ក្រុមគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុកផងដែរបាទលំហាត់បន្ទាប់ទៀតនេះគឺការជួយសង្គ្រោះប្រជាជនដែលស្ថិតនៅក្នុងតំបន់លិចទឹកដើម្បីជួយដឹកជញ្ជូនមកទីទួលមានសុវត្ថិភាពបាទការជួយនេះគឺការអនុវត្តជាក់ស្ដែងដោយប្រជាពលរដ្ឋមួយចំនួនដែលបានចូលរួមក្នុងការសម្ដែងហ្នឹងគឺនៅត្រើយម្ខាងហើយជាត្រើយម្ខាងទៀតនៅលើកោះហ្នឹងរួចហើយការចោះជួយសង្គ្រោះនេះគឺមានការរៀបចំជាទូកហើយរៀបចំត្រៀមជាអាវពោងសម្រាប់ទៅដឹកជញ្ជូនហើយដឹកជញ្ជូនជាប្រវត្តិមកជាក់ស្ដែងយកមកកន្លែងទីទួលមានសុវត្ថិភាពផងដែរដល់ពេលដែលយកមកដល់ទីទួលមានសុវត្ថិភាពគឺមានក្រុមគ្រូពេទ្យចុះទៅជួយមើលជាក់ស្ដែងដែលមាន
ដែលអ្នកដែលរងផលប៉ះពាល់ហ្នឹងវាអាចមានជំងឺឈឺស្កាត់រាគរូសឬក៏មានបញ្ហាសុខភាពអីផ្សេងគឺក្រុមគ្រូពេទ្យហ្នឹងបានចុះទៅជួយជាក់ស្ដែងហើយលំហាត់ទី3តាក់ទងជាមួយនឹងការជួយសង្គ្រោះនៅពេលដែលភ្លើងឆេះផ្ទះបាទអញ្ចឹងក្នុងលំហាត់នេះដែរគឺគេបានរៀបចំជាខ្ទមមួយតូចហើយធ្វើសម្ដែងធ្វើជាភ្លើងឆេះរួចហើយគឺមានការរាយការណ៍មកឃុំហើយនឹងភូមិរួចហើយខាងឃុំហើយនឹងភូមិគឺស្នើសុំឡានទឹកបាទរួចហើយឡានទឹកក៏បានចុះទៅជួយបណ្បាញ់ពលុតអាគីភ័យដែលឆាបឆេះនេះផងដែរនៅក្នុងការបាញ់ពលុតនេះឃើញថាមានការខ្វះខាតតិចតួចខ្វះការប្រុងប្រយ័ត្នអ្នកដែលចូលរួមហើយការប៉ុន្តែនៅក្នុងការបាញ់ពលុតនេះឃើញថាការរៀបចំការអនុវត្តនៅបាញ់ពលុតទឹកនេះឃើញថាបានលឿនដែរបាទអញ្ចឹងនៅក្នុងការបាញ់ពលុតនេះគឺបានអនុវត្តជាក់ស្ដែងនៅក្នុងនេះដែរគឺបង្ហាញអំពីការសហការគ្នាទាំងពីប្រជាពលរដ្ឋរាយការណ៍មកក្រុមគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ភូមិគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ឃុំហើយនឹងថ្នាក់ស្រុកបានរាយការណ៍ហើយនឹងបានបញ្ជូនឡានពលុតអគ្គិភ័យចុះមកពលុតបានតនពេលវេលាបាទហើយបន្តពីលំហាត់ទី3នេះចប់ទៅចូលដល់លំហាត់ទី4លំហាត់ទី4គឺការអនុវត្តការចុះជួយសង្គ្រោះបន្តពីរងផលប៉ះពាល់មកពីគ្រោះមហន្តរាយបាទដូចជាការចុះផ្ដល់ជាជំនួយទៅដល់ប្រជាពលរដ្ឋនៅទីទួលមានសុវត្ថិភាពចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅទីទួលមានសុវត្ថិភាពផងដែរអញ្ចឹងនៅក្នុងនេះដែរតកតងជាមួយនឹងការត្រៀមរៀបចំតើឧបករណ៍សម្រាប់បរិភោគមានអីខ្លះដែលយើងត្រូវទៅជួយ